哎，有人弄的什么呀？ក្នុងឱកាសដែលអាដាម លី ខឺឈៀង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី40ទី41និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី10ដល់ថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2022អាដាម នាយករដ្ឋមន្ត្រីចិននិងគណៈប្រតិភូជាន់ខ្ពស់អមដំណើរទទួលបាននៅមហាកិត្តិយសដកដងឧត្តមក្រៃលែងដោយបានព្រះករុណាជាអង្គម្ចាស់ជាលើកត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហឫទ័យប្រោសព្រះរាជទានគណៈប្រតិភូជាន់ខ្ពស់សាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយអាដាម នាយករដ្ឋមន្ត្រី លី ខឺឈៀង ចូលថ្វាយបង្គំគាល់សម្ដែងការគូសំនៅព្រះទីនាំងទេវវិនិច្ឆ័យក្នុងព្រះបរមរាជវាំងវេលាព្រឹកថ្ងៃទី11ខែវិច្ឆិកានេះអញ្ជើញចូលរួមថ្វាយនៅព្រះរាជសវនកម្មក្នុងឱកាសដកដងឧត្តមនេះមានវត្តមានសម្ដេចជាវាំងគង់សំអល់ឧបនាយករដ្ឋមន្ត្រីនៃក្រសួងព្រះបរមរាជវាំងលោកជំទាវ ខៃកែម៉ាលីស៊ីសូដាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនអាដាម គុយសុផលឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូតអមក្រសួងព្រះបរមរាជវាំងព្រមទាំងអាដាម ខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងបដិមាននិងជារដ្ឋមន្ត្រីអមគណៈប្រតិភូចិន弄的什么呀？ក្នុងឱកាសដ៏ប្រសើរនោះអាដាម នាយករដ្ឋមន្ត្រីចិនបានថ្វាយវត្ថុអនុស្សាវរីយ៍ថ្វាយព្រះករុណាជាអង្គម្ចាស់ជាលើកត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតមានជាផ្ទាំងគំនូរធ្វើអំពីស្ពាន់ដ៏ប្រណិតដែលគូសដោយអ្នកសិល្បៈដ៏ល្បីរបស់ប្រទេសចិនដោយក្នុងនោះបានបង្ហាញអំពីរូបសត្វក្រៀលចំនួន5ក្បាលនិងព្រះរាជដំណាក់នៃសាធារណរដ្ឋប្រជាមានិតចិនកាលពីរជ្ជកាលស៊ុងព្រះករុណាជាអង្គម្ចាស់ជាលើកត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទានវត្ថុអនុស្សាវរីយ៍ប្រកបដោយតម្លៃខ្ពង់ខ្ពស់ជូនអាដាម នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនទទួលបានសត្វអណ្ដើកធ្វើអំពីប្រាក់សុទ្ធលម្អទៅដោយក្បូរក្បាច់ចម្លាក់តាមរចនាបថចម្លាក់ប្រពៃណីខ្មែរយ៉ាងល្អវិចិត្រដែលតំណាងឲ្យគតិបណ្ឌិតភាពស្វិតស្វាញទ្រព្យសម្បត្តិនិងអាយុវែងយូរអង្វែងការថ្វាយនឹងប្រោសព្រះរាជទានវត្ថុអនុស្សាវរីយ៍ទៅវិញទៅមកក្នុងព្រះរាជពិធីប្រកបដោយអត្ថន័យដ៏ខ្ពង់ខ្ពស់នេះជានិមិត្តរូបនៃសាមគ្គីភាពដ៏រឹងមាំសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរព្រះករុណាជាអង្គម្ចាស់ជាលើកត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គមានព្រះរាជអង្គការអំណរគុណចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការដ៏មានសារៈសំខាន់របស់អាដាម នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជានាពេលនេះបាននាំមកនូវគុណប្រយោជន៍យ៉ាងធំធេងក្នុងការបន្តជំរុញឲ្យចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជាចិនកាន់តែទទួលបាននៅភាពរីកចម្រើនថ្កុងថ្កើងនិងជិតស្និទ្ធថែមទៀតចិនបានរំលឹកអំពីអនុស្សាវរីយ៍នៃទំនាក់ទំនងមហាមិត្តភាពជាប្រវត្តិសាស្ត្ររវាងកម្ពុជាចិនជាបងប្អូនដែលបានកសាងឡើងក្រោមព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាមួយនឹងការខិតខំប្រកបដោយភាពឆ្លៀសវៃបំផុត
របស់អាដាមជូនអិនឡៃអតីតនាយករដ្ឋមន្ត្រីចិនបន្តរហូតដល់ថ្នាក់ដឹកនាំកម្ពុជាចិនចំនួនក្រោយៗបានធ្វើឲ្យទំនាក់ទំនងមហាមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរមានការរីកចម្រើនរហូតដល់សប្តាហ៍ថ្ងៃអាដាមបានទូលថ្វាយនៅមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនិងមហាប្រជាជនចិនដែលតែងតែគោរពនិងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជានិច្ចថ្វាយព្រះករុណាព្រះវររាជបិតាជាតិខ្មែរសម្ដេចព្រះវររាជបិតាជាតិខ្មែរនិងព្រះករុណាជាអង្គម្ចាស់ជាលើកដំបូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតអាដាមបានសម្ដែងនូវសេចក្តីកោតស្ញប់ស្ញែងជាខ្លាំងថែមទៀតចំពោះព្រះរាជកិច្ចបម្រើប្រទេសជាតិរបស់ព្រះករុណាជាអង្គម្ចាស់ជាលើកដំបូងក្នុងរយៈពេលដែលព្រះអង្គបានគ្រងព្រះបរមសិរីរាជសម្បត្តិរយៈពេលចំនួន18ឆ្នាំកន្លងមកនេះបានធ្វើឲ្យប្រទេសជាតិនិងប្រជារាស្ត្រកម្ពុជាជាបងប្អូនកូនចៅរបស់ព្រះអង្គបានរស់នៅក្នុងសេចក្តីសុខសន្តិភាពនិងមានជីវភាពយ៉ាងល្អប្រសើរ